កាលពីព្រេងនាយមានបុរសម្នាក់ឈ្មោះតាដុករស់នៅជាមួយកូនប្រុសរបស់គាត់ឈ្មោះកុលថ្ងៃមួយអ្នកទាំងពីរបាននាំគ្នាធ្វើដំណើរតាមរទេះគោកាត់តាមមាត់បឹងដ៏ធំមួយរំពេចនោះពួកគេបានឮសំឡេងស្រែកស៊ុំជំនួយយ៉ាងខ្លាំងនៅពេលក្រឡេកមើលទៅក្នុងភក់ពួកគេបានឃើញក្រពើដ៏ធំមួយកំពុងជាប់ភុងយ៉ាងជ្រៅជិតដាច់ខ្យល់ស្លាប់ទៅហើយក្រពើនោះបានអង្វរកថាលោកអើយសូមមេត្តាជួយសង្គ្រោះជីវិតខ្ញុំផងបើលោកជួយខ្ញុំនឹងមិនភ្លេចគុណលោកឡើយតាដុកមានចិត្តអាណិតអាសូរជាខ្លាំងដោយសារតែភាពចិត្តបុណ្យតាដុកក៏សម្រេចចិត្តជួយក្រពើនោះគាត់បានយកខ្សែយ៉ាងមាំមកចងក្រពើដើម្បីអុំវាចេញពីភក់ដ៏ជ្រៅនោះតាដុកនិងកូនប្រុសបានខិតខំប្រឹងប្រែងអកពីកម្លាំងកាយចិត្តទីបំផុតពួកគេក៏អាចអូសក្រពើដ៏ធំនោះចេញពីក្នុងភក់បានសម្រេចដោយកម្លាំងពលំទាំងអស់ពួកគេក៏បាននាំក្រពើនោះទៅដល់មាត់ទឹកបឹងវិញក្រពើនោះមើលទៅទឹកបឹងដោយក្តីរីករាយយ៉ាងខ្លាំងតាដុកបានស្រាយចំណងចេញពីខ្លួនក្រពើភ្លាមនោះក្រពើក៏មានកម្លាំងឡើងវិញរួចហែលចូលទៅក្នុងទឹកលុះពេលមានកម្លាំងដូចដើមក្រពើបែរជាប្រែចិត្តសាហាវវិញភ្លាមវាបានហាមាត់បំរុងនឹងខំស៊ីតាដុកជាមិនខានតាដុកភ័យស្លន់ស្លោណាស់ក៏ពោលឡើងថាហេតុអ្វីបានជាឯងចង់ស៊ីយើងទើបតែជួយជីវិតឯងសោះក្រពើតបវិញដោយសំឡេងត្រជាក់ថាធម្មជាតិរបស់សត្វគឺត្រូវតែស៊ីសត្វជាអាហារការសងគុណគឺគ្មាននៅក្នុងលោកនេះទេដោយមិនអស់ចិត្តតាដុកបានអង្វរសុំឲ្យមានការកាត់ក្តីពីសត្វផ្សេងក្រពើក៏យល់ព្រមតាមសំណើនេះដំបូងឡើយពួកគេបានជួបនឹងសត្វរមាំងមួយក្បាលតាដុកបានរៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់រមាំងដើម្បីសុំឲ្យវាជួយរកយុត្តិធម៌ប៉ុន្តែសត្វរមាំងបានតបវិញថាមនុស្សអាក្រក់ណាស់តែងតែដេញបាញ់សម្លាប់ពួកយើងដូច្នេះក្រពើស៊ីមនុស្សគឺសុំហេតុផលហើយបន្ទាប់មកពួកគេក៏បានទៅសួរមតិសត្វគោចាក់មួយក្បាលទៀតតាដុកសង្ឃឹមថាសត្វគោដែលធ្រួបបម្រើមនុស្សនឹងជួយនិយាយរកយុត្តិធម៌ឲ្យគាត់សត្វគោបានឆ្លើយទាំងកំហឹងថាពេលខ្ញុំនៅក្មេងមនុស្សប្រាខ្ញុំឲ្យអូសទាងធន់ធ្ងន់លុះដល់ខ្ញុំចាស់ទៅគេបំរុងនឹងសម្លាប់ខ្ញុំទៀតស៊ីវាទៅក្រពើតាដុកកាន់តែអស់សង្ឃឹមហើយកុលក៏ចាប់ផ្ដើមយំដោយក្តីអាណិតឲ្យពុកពួកគេមានអារម្មណ៍ថាគ្មាននរណាម្នាក់អាចជួយសង្គ្រោះពួកគេបានឡើយភ្លាមនោះសុភាទន្សាយដ៏ឆ្លាតវៃក៏លេចមុខឡើងវាបានសួរទៅកាន់អ្នកទាំងអស់គ្នាថាតើមានរឿងអ្វីកើតឡើងបានជាមើលទៅហាក់ដូចជាមានទុក្ខខ្លាំងម្ល៉េះតាដុកក៏បានរៀបរាប់តាំងពីដើមដល់ចប់ប្រាប់ដល់សុភាទន្សាយស្ដាប់ដោយយកចិត្តទុកដាក់បំផុតសុភាទន្សាយនិយាយថាខ្ញុំមិនជឿថាក្រពើដ៏ធំបែបនេះអាចឲ្យមនុស្សចងអុំមកបានដោយងាយទេវាមិនអាចទៅរួចទេលោកកុហកខ្ញុំហើយក្រពើដោយចង់ឈ្នះនិងចង់បង្ហាញពីភាពខ្លាំងរបស់ខ្លួនក៏ស្រែកថាវាជារឿងពិតបើឯងមិនជឿខ្ញុំនឹងធ្វើឲ្យឯងមើលឥឡូវសុភាទន្សាយបន្តបញ្ឆេះចិត្តក្រពើថាដើម្បីឲ្យខ្ញុំកាត់ក្តីបានយុត្តិធម៌អ្នកទាំងពីរត្រូវធ្វើត្រាប់តាមសកម្មភាពដើមវិញឲ្យខ្ញុំមើលសិនមើលក្រពើដោយចង់ឈ្នះក៏យល់ព្រមឡើងមកលើគោវិញតាដុកនិងកុលក៏នាំក្រពើនោះត្រឡប់ទៅរកកន្លែងភក់វិញក្រពើបានវារចូលទៅក្នុងរណ្ដៅភក់នោះវិញយ៉ាងលឿនវាចង់បង្ហាញសុភាទន្សាយថាវាកំពុងស្ថិតនៅសភាពដោយកាលពីមុនបេពិតសុភាទន្សាយបានប្រាប់តាដុកថាសូមលោកចងចំណងដូចដើមវិញមើលចងឲ្យតឹងដូចពេលដែលលោកបានជួបវាដំបូងបំផុតនោះតាដុកក៏ចាប់ផ្ដើមរឹតចំណងយ៉ាងណានក្រពើមិនដឹងខ្លួនទាល់តែសោះថាខ្លួនកំពុងតែធ្លាក់ចូលក្នុងអន្ទាក់ឡើយសុភាទន្សាយដើរជុំវិញក្រពើរួចសួរតាដុកថាតើប៉ុណ្ណឹងដូចដើមហើយឬនៅក្រពើតបវិញដោយអំមនួងថាបាទគឺដូចបេះពិតតាដុកមិនបានសម្លាប់វាទេប៉ុន្តែគាត់សម្រេចចិត្តចាកចេញពីសត្វអាក្រក់នេះគាត់ដឹងហើយថាការជួយអ្នកដែលមិនស្គាល់គុណគឺនាំមកនូវគ្រោះថ្នាក់ឪពុកនិងកូនក៏នាំគ្នាឡើងរទេះគោបន្តដំណើរទៅផ្ទះវិញដោយសុវត្ថិភាពពួកគេបានរៀនមេរៀនដ៏ធំមួយតាមរយៈប្រាជ្ញារបស់សុភាទន្សាយនៅលើរទេះគោតាដុកបានអង្គុយគិតយ៉ាងស្ងៀមស្ងាត់គាត់មានអារម្មណ៍ធូរស្រាលប៉ុន្តែក៏រំភើបញាប់ញ័រនឹងរឿងដែលបានកើតឡើងនៅពេលល្ងាចប្រលប់ពួកគេបានធ្វើដំណើរមកដល់ភូមិវិញ
អ្នកភូមិដែលកំពុងរៀបចំដាំបាយបានងាកមកស្វាគមន៍ពួកគេដោយកក់ក្ដៅព័ត៌មានអំពីការជួបក្រពើបានរីកសាយភាយយ៉ាងលឿនអ្នកភូមិបាននាំគ្នាផ្ដុំជុំវិញភ្នឹកភ្លើងដើម្បីស្ដាប់រឿងរ៉ាវដ៏អស្ចារ្យនេះតាដុករៀបរាប់ពីភាពសាហាវយ៉ងខ្នងរបស់ក្រពើអ្នកភូមិស្ដាប់ចង្ភៃរន្ធត់ណាស់នៅពេលដែលដឹងថាជីវិតតាដុកស្ទើរតែត្រូវបញ្ចប់បន្ទាប់មកគាត់ក៏បានរៀបរាប់ពីភាពឆ្លាតវៃរបស់សុភាទុនសាយអ្នកភូមិទាំងអស់គ្នាបានកោតសរសើរដល់ប្រាជ្ញារបស់ទុនសាយយ៉ាងខ្លាំងលោកតាអាចារ្យម្នាក់នឹងភូមិនោះបានពោលឡើងថានេះហើយគឺជារឿងពិតនឹងលោកមិនមែនគ្រប់គ្នាដែលយើងជួយសុទ្ធតែដឹងគុណយើងនោះទេយប់នោះកុលបានគេងលក់យ៉ាងស្កប់ស្កល់គេបានយប់សបិនឃើញខ្លួនឯងនិងសុភាទុនសាយកំពុងតែរត់លេងយ៉ាងសុខសប្បាយព្រឹកថ្ងៃថ្មីបានឈានចូលមកដល់តាដុកបានបន្តការងារស្រែចម្ការរបស់គាត់ធម្មតាវិញប៉ុន្តែគាត់លែងធ្វើអ្វីដោយប្រហែលដូចមុនទៀតឡើយរាល់ពេលឆ្លងកាត់តាមមាត់បឹងតាដុកតែងតែប្រាប់អ្នកដទៃឲ្យមានការប្រយ័ត្នប្រយែងគាត់បានចែករំលែកបទពិសោធន៍របស់គាត់ដើម្បីកុំឲ្យអ្នកដទៃជួបគ្រោះថ្នាក់ចំណែកឯកុលវិញគេបានក្លាយទៅជាអ្នកនិទានរឿងដ៏ពូកែម្នាក់សម្រាប់ក្មេងៗនឹងភូមិគេតែងតែរំលឹកមេរៀនពីភាពឆ្លាតវៃដល់មិត្តភក្តិជានិច្ចច្រើនខែមកនោះរដូវប្រាំងដ៏ក្តៅហួតស្ងួតបានចូលមកដល់ទឹកបឹងដែលធ្លាប់តែធំល្វឹងល្វើយក៏ចាប់ផ្ដើមស្រកចុះយ៉ាងខ្លាំងនៅពេលដាល់កាត់កន្លែងចាស់តាដុកនិងកុលបានខឿនខ្សែចំណងដែលនៅសេសសល់ពួកគេដឹងថាក្រពើនោះប្រហែលជាលែងនៅទីនេះទៀតហើយរីឯសុភាទុនសាយវិញនៅតែបន្តរស់នៅក្នុងព្រៃយ៉ាងមានក្តីសុខប្រាជ្ញារបស់វាបានคล้ายទៅជាពន្លឺបំភ្លឺដល់អ្នកដែលជួបទុក្ខលំបាកតាដុកមិនបានបោះបង់ការជួយអ្នកដទៃឡើយប៉ុន្តែលោកតែងតែជួយដោយប្រើប្រាជ្ញានិងពិចារណាឲ្យបានច្បាស់ជាមុនសិនរឿងរ៉ាវរបស់បុរសឪពុកកូននិងក្រពើបានคล้ายទៅជាដំបូន្មានមាតាបិតាគ្រប់គ្នានឹងភូមិតែងតែយកមកអប់រំកូនចៅឲ្យស្គាល់ពីគុណនិងទោសកុលបានសន្យានឹងខ្លួនឯងថានឹងក្លាយទៅជាមនុស្សដែលមានចិត្តល្អដូចឪពុកនិងមានប្រាជ្ញាឆ្លៀកវៃដូចជាសុភាទុនសាយពេលវេលាកន្លងទៅតាដុកបានក្លាយទៅជាលោកតាដ៏មានសុភមង្គលលោកបានបន្តចែករំលែករឿងរ៉ាវដដែលនេះទៅកាន់ចៅប្រុសតូចរបស់គាត់មេរៀននេះបង្រៀនយើងថាកុំទុកចិត្តសត្វសាហាវហើយត្រូវប្រើប្រាជ្ញាជានិច្ចអ្នកដែលដឹងគុណនឹងទទួលបានសេចក្តីសុខរឿងរ៉ាវនេះបានបញ្ចប់ដោយក្តីរីករាយនិងចំណេះដឹងដ៏មានតម្លៃសូមឲ្យយើងទាំងអស់គ្នារស់នៅដោយសេចក្តីថ្លៃថ្នូរនិងមានប្រាជ្ញាស្មារតីគ្រប់ពេលវេលា